បាទបងប្អូនកុំភ្លេច share ចែករំលែកទាំងអស់គ្នានេះគឺជាព័ត៌មានមួយក្តៅដែលអាជ្ញាធរសមត្ថកិច្ចអូស្ត្រាលីបានចាប់ខ្លួនបុគ្គលិកស្រីបម្រើការនៅលើយន្តហោះដែលជាជនជាតិថៃម្នាក់ពីបទដែលបានលួចទុកលាក់គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនជាង1គីឡូក្រាមយ៉ាងជិតនៅក្នុងវ៉ាលីផ្ទាល់ខ្លួនរបស់នាងដែលប៉ុនប៉ងនាំចូលគ្រឿងញៀននោះទៅក្នុងប្រទេសអូស្ត្រាលីការខកខ្លួននេះធ្វើឡើងនៅប្រលានយន្តហោះអន្តរជាតិ Melbourne បន្ទាប់ពីមន្ត្រីនគរបាលគយរកឃើញវត្ថុតាងសង្ស័យលាក់ទុកក្នុងវ៉ាលីផ្ទាល់ខ្លួនរបស់សាមីខ្លួនបន្ទាប់ពីមន្ត្រីគយបានរកឃើញសារធាតុញៀនប្រភេទហេរ៉ូអ៊ីនដែលមានទម្ងន់ជាង1គីឡូក្រាមដែលលាក់ទុកយ៉ាងជិតឈឹងនៅក្នុងវ៉ាលីផ្ទាល់ខ្លួនរបស់នាងការរកឃើញនេះបានធ្វើឡើងនៅក្នុងអំឡុងពេលដែលត្រួតពិនិត្យជាប្រចាំនៅលើការហោះហើរអន្តរជាតិដែលនាំឲ្យមានការចោទប្រកាន់និងឃាត់ខ្លួនភ្លាមតែម្ដងបន្ទាប់ពីឃាត់ខ្លួនសវនកម្មតុលាការនៅទីក្រុង Melbourne និងកំណត់ជោគវាសនាតាមផ្លូវច្បាប់របស់បុគ្គលិកអាកាសចររបស់ក្រុមហ៊ុន Thai Airways រូបនេះក្នុងពេលឆាប់ខាងមុខ